ទស្សនភាពប្រសងចែកបបរដល់បងប្អូនភាសាដែលមកស្នាក់នៅក្នុងវត្តខ្នាច់នេះទស្សនភាពប្រសងចែកបបរនៅវត្តខ្នាច់នេះអូបានអូខេបានអស់ហើយអូសងជួយដល់មាននឹងតឡាស់គាត់មកជួយដល់បដិជគុណចៅអធិការវត្តចែកចង្កនេះចែកចង្កវគ្គមុនមិញចែកបបរឥឡូវចែកចង្កមកដល់យប់មិញនេះប្រហែលជា70គ្រួសារប៉ុន្តែចំនួនអ្នកយើងអត់ទាន់ដឹងទេដោយសារតែស្រង់ឈ្មោះមិនទាន់អូអត់ដឹងខ្ញុំទៅទីបានដឹងច្រើនយប់មិញមកពីម៉ោងរហូតដល់ម៉ោងរហូតមកយប់ចឹងមកដល់ស្មើនេះអត់ទាន់ស្ថិតិអត់ទាន់ដឹងថាប្រហែលទេគាត់ថាប្រហែលជា70គ្រួសារឬក៏ជាង70គ្រួសារព្រោះយប់មិញបានស្រង់ខ្លះហើយប៉ុណ្ណឹងគឺយើងប្រសង់នៅវត្តខ្លាញ់លមាបានទទួលបបរហើយចែកបបរអស់មកវាឲ្យដល់បងប្អូនភាសាដែលមកពីព្រំដែនអង្គចិត្តអស់មកបេហើយអង្គយកមកថែបចែកថែមទៅនេះបច្ចៅអធិការរួមទាំងលោកអាចារ្យនៅវត្តផ្នែកមាសក៏រៀបចំមានការចែកអង្គនេះចែកបានអ្នកប៉ុណ្ណេះដល់បងប្អូនដែលភៀសសឹកមកពីតាមព្រំដែនដូចជាសំពៅលូនគម្រៀងខាងម៉ាឡៃអស់ម៉ានហើយចែកអស់ម៉ានបាវហើយព្រឹកហ្នឹងបានមកក្រុងនេះណាចុះនេះថែមហើយអានោះមកក្រុងពេញអូនេះថែមអូនសពរស់ជនបានឃើញហើយអាចយកជាស្បៀងជាអង្គជាបន្លែត្រីសាច់អីយកមកចែកជូនដល់ពួកគាត់មកដល់ប៉ុណ្នេះប្រហែលជាអាចចូល100គ្រួសារហើយបើយប់មិញស្រង់ទៅបាន70គ្រួសារតែចំនួនអ្នកយើងអត់ទាន់ដឹងទេនេះឥឡូវយើងមើលទស្សនភាពគាត់មកទទួលអង្គពីប្រសង់និងនេះដូចក្រុមប្រឹក្សាឃុំមកដែរលោកតឡាស់ហ្នឹងជាមួយអាចារ្យក៏មកជួយសម្រួលក្នុងការចែកអង្គដល់បងប្អូនដែលភៀសសឹកមកពីព្រំដែន